សាកស្រមៃមើលថាបើមនុស្សម្នាក់មានអាយុត្រឹមតែ20ឆ្នាំហើយគេដឹងថាព្រឹកស្អែកគេនឹងត្រូវទៅប្រកួតដាវនិងបាញ់កាំភ្លើងដែលឱកាសនៅរស់មានតិចណាស់តើគេនឹងធ្វើអ្វីមុនគេមនុស្សភាគច្រើនប្រហែលជាសរសេរសម្បត្តិលាចុងក្រោយទៅកាន់គ្រួសារឬមនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែបុរសវ័យក្មេងម្នាក់ដែលប្រឈមនឹងបញ្ហានេះមិនបានធ្វើដូច្នោះទេគាត់អង្គុយម្នាក់ឯងក្រោមពន្លឺទៀនសរសេរសមីការនិងទ្រឹស្ដីគណិតវិទ្យាជាច្រើនទំព័រទៅវិញពេលខ្លះគាត់បានសរសេរកំណត់សម្គាល់ខ្លីមួយថាខ្ញុំមិនមានពេលទៀតទេនៅព្រឹកបន្ទាប់គ្រាប់កាំភ្លើងមួយគ្រាប់បានបញ្ចប់ជីវិតរបស់គាត់ប៉ុន្តែវាមិនអាចបញ្ចប់គំនិតរបស់គាត់បានឡើយជាង190ឆ្នាំក្រោយមកគំនិតដែលគាត់បានសរសេរនៅយប់ចុងក្រោយនោះនៅតែត្រូវបានបង្រៀននៅសាកលវិទ្យាល័យធំៗទូទាំងពិភពលោកបុរសនោះមានឈ្មោះថា Évariste Galois នេះគឺជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលមនុស្សនៅសម័យរបស់គាត់ស្ទើរតែគ្មាននរណាយល់ផ្ទុយទៅវិញពិភពលោកទាំងមូលបានយល់ពីគាត់បន្ទាប់ពីគាត់បានស្លាប់ក្នុងឆ្នាំ1811បារាំងទើបតែឆ្លងកាត់សម័យសង្គ្រាមនិងបដិវត្តន៍ដ៏វឹកវរនៅទីក្រុងតូចមួយមានឈ្មោះថា Berlin ជិតទីក្រុងប៉ារីសក្មេងប្រុសម្នាក់បានចាប់កំណើតក្នុងគ្រួសារមួយដែលស្រឡាញ់ការអប់រំឪពុករបស់គាត់គឺជាអភិបាលក្រុងដែលត្រូវបានប្រជាជនគោរពចំណែកឯម្ដាយរបស់គាត់ជាស្ត្រីដែលចេះភាសាក្រិកនិងឡាតាំងហើយចូលចិត្តអានសៀវភៅទស្សនវិជ្ជាម្ដាយរបស់ Galois ជឿថាការអប់រំល្អបំផុតចាប់ផ្ដើមពីក្នុងផ្ទះដូច្នេះ Galois មិនបានចូលសាលាតាំងពីតូចដូចក្មេងដទៃទេជំនួសមកវិញម្ដាយរបស់ Galois ជាអ្នកបង្រៀនគាត់ដោយផ្ទាល់ម្ដាយរបស់ Galois បង្រៀនឲ្យគាត់ចេះអានសៀវភៅបង្រៀនឲ្យគាត់ចេះសួរសំណួរនិងបង្រៀនឲ្យគាត់កុំទទួលយកនៅគំនិតដោយគ្រាន់តែព្រោះអ្នកដទៃនិយាយថាវាត្រឹមត្រូវប្រហែលជាវិធីសាស្ត្រនេះហើយដែលកសាងបានមនុស្សម្នាក់ផ្លាស់ប្ដូរប្រវត្តិសាស្ត្រគណិតវិទ្យាសម្រាប់ពិភពលោកនៅអាយុ12ឆ្នាំ Galois ចូលរៀននៅសាលាល្បីមួយក្នុងទីក្រុងប៉ារីសដំបូងគាត់មិនសូវខុសពីសិស្សដទៃឡើយបន្ទុករបស់គាត់ធម្មតាគ្រូក៏មិនចាប់អារម្មណ៍ជាពិសេសដែរប៉ុន្តែនៅអាយុប្រហែល15ឆ្នាំអ្វីៗបានផ្លាស់ប្ដូរថ្ងៃមួយគាត់បានអានសៀវភៅគណិតវិទ្យារបស់អ្នកប្រាជ្ញដ៏ល្បីមួយរូបគឺ Etienne Marie Legendre សៀវភៅនោះមិនមែនជាសៀវភៅសម្រាប់ក្មេងអាយុ15ឆ្នាំទេសូម្បីតែនិស្សិតសាកលវិទ្យាល័យជាច្រើនក៏ពិបាកយល់ផងដែរប៉ុន្តែសម្រាប់ Galois អានវាដោយមិនអាចដាក់ចុះបានរាល់ទំព័ររាល់ទ្រឹស្ដីរាល់បញ្ហាគឺដូចជាពិភពថ្មីមួយដែលគាត់ចង់ស្វែងយល់ចាប់ពីថ្ងៃនោះមកគាត់មិនមែនគ្រាន់តែរៀនគណិតវិទ្យាទេគាត់ចាប់ផ្ដើមរស់នៅជាមួយគណិតវិទ្យាមានយប់ជាច្រើនដែលមិត្តរួមថ្នាក់កំពុងលងលក់រីឯ Galois វិញនៅតែអង្គុយក្រោមពន្លឺចង្គៀងសរសេរសមីការពេលខ្លះគាត់ភ្លេចសំបីតាហូបបាយហើយពេលខ្លះទៀតគាត់ភ្លេចថាព្រះអាទិត្យរះហើយក៏មានលេខនិងនិមិត្តសញ្ញាបានខ្លះជាភាសារបស់គាត់មនុស្សជាច្រើននិយាយថាគណិតវិទ្យាជាមុខវិជ្ជាពិបាកប៉ុន្តែសម្រាប់ Galois គណិតវិទ្យាប្រៀបដូចជាតន្ត្រីគាត់អាចមើលឃើញលំនាំដែលមនុស្សដទៃមើលមិនឃើញហើយគាត់អាចឆ្លើយសំណួរដែលគ្រូខ្លះមិនទាន់ទាំងយល់ផងប៉ុន្តែមានរឿងមួយដែលជាបញ្ហាសម្រាប់ Galois បញ្ហានោះនៅត្រង់ថាមនុស្សមិនអាចយល់ពីរបៀបគិតរបស់គាត់នៅក្នុងថ្នាក់ពេលគ្រូសួរសំណួរ Galois តែងឆ្លើយបានត្រឹមត្រូវប៉ុន្តែពេលគ្រូសួរថាហេតុអ្វីបានជាអ្នកគិតដូច្នេះគាត់តែងឆ្លើយថាវាច្បាស់ណាស់ចំពោះគាត់វាពិតជាច្បាស់ប៉ុន្តែចំពោះអ្នកដទៃវាមិនច្បាស់សោះនេះគឺជាបញ្ហាដែលនឹងតាមលងជីវិតរបស់គាត់